សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជារាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅគោលនយោបាយការបរទេសដែលបានចាក់ឫសក្នុងសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានាជាពិសេសជាមួយប្រទេសជិតខាងមានព្រំដែនរួមដែលត្រូវបានបែងចែកឡើងតាំងពីអំឡុងសម័យអាណានិគមបារាំងចាប់តាំងពីទទួលបានឯករាជ្យមកលើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមមួយប៉ុណ្ណោះកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះទៅជាតំបន់សន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើនប៉ុន្តែកម្ពុជាតែងផ្ដល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធីទោះបីជាខណៈខ្លះប្រឈមនឹងភាពតានតឹងនិងការបាត់បង់គួរឲ្យសោកស្ដាយនៅអាយុជីវិតទីហ៊ានដ៏អង់អាចក្លាហានរបស់យើងដែលឈរជើងការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីការបដិញ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបានស្ដែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួនរួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលបានកាត់ក្តីឲ្យកម្ពុជាឈ្នះម្ដងនៅឆ្នាំ1962និងឈ្នះម្ដងទៀតនៅឆ្នាំ2013នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃសកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិនិងការដោះស្រាយជម្លោះដោយសន្តិវិធីជាការគួរឲ្យសោកស្ដាយដែលនៅព្រលឹមថ្ងៃទី28ខែឧសភាឆ្នាំ2025វេលាម៉ោងប្រមាណ 5:30 នាទីព្រឹកមានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជាក្នុងភូមិដៃជោមរកតឃុំមរកតស្រុកចំខ្សានខេត្តព្រះវិហារដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយការផ្ទុះអាវុធនេះបានបណ្ដាលឲ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធមរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យបូរណភាពទឹកដីនិងគោលការណ៍នៃភាពជាអ្នកជិតខាងល្អដែលមានចែងនៅក្នុងអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000រវាងប្រទេសទាំងពីរឧបទ្ទហេតុនេះគឺស្ថិតក្នុងចំណោមការវិវត្តមួយចំនួនដ៏គួរឲ្យបារម្ភដែលបង្ហាញពីដែនកំណត់នៃយន្តការដោះស្រាយវិវាទបច្ចុប្បន្នជាពិសេសនៅក្នុងការដោះស្រាយចំណុចជម្លោះដ៏យូរលង់នៅតាមព្រំដែនរួមរបស់យើងដោយមើលឃើញពីបញ្ហានេះនិងដើម្បីផលប្រយោជន៍នៃការធានាបាននៅដំណោះស្រាយមួយដោយយុត្តិធម៌មិនលំអៀងមិនយូរអង្វែងនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើបចំនួន4គឺតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅតុលាការ ICJ នៅទីក្រុងឡាអេតំបន់ទាំង4នេះនៅតែមិនទាន់ដាច់ស្រេចនិងមានភាពរសើបជាយូរណាស់មកហើយដែលអាចបង្កនៅភាពតានតឹងកាន់តែធ្ងន់ធ្ងរប្រសិនបើមិនមានការដោះស្រាយនោះទេការសម្រេចនេះទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី1នៅថ្ងៃដដែលនោះស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់ទៅតុលាការ ICJ រាជរដ្ឋាភិបាលនៅតែបដិញ្ញាចិត្តបន្តការសន្ទនាទាំងច្រកការទូតកម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក JBC នៅថ្ងៃទី14ខែមិថុនាឆ្នាំ2025នៅរាជធានីភ្នំពេញទោះជាយ៉ាងនេះក្តីដោយសារមានការបញ្ជូនវិវាទខាងលើទៅតុលាការ ICJ នោះករណីតំបន់ទាំង4ខាងលើនឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈ
នៃសម័យប្រជុំ JBC នាពេលខាងមុខនេះកម្ពុជាសង្ឃឹមថាប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ការកសាងទំនុកចិត្តមិត្តភាពយូរអង្វែងនិងភាពជាអ្នកជិតខាងល្អកម្ពុជាបានត្រៀមខ្លួនបន្តកិច្ចដំណើរការនេះដោយឯករាជ្យម្ចាស់ការក្នុងករណីដែលមិនមានកិច្ចសហការណាមួយរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ពិនិត្យដំណើរការនៃការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់អត់ធ្មត់និងសូមកុំធ្វើឲ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ឬជាតិនិយមជ្រុលកម្ពុជាសូមគូបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតីជាមួយប្រទេសថៃជាពិសេសក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍និងកិច្ចសហប្រតិបត្តិការទូលំទូលាយលើវិស័យផ្សេងទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនរបស់យើងទាំងពីរថ្ងៃពុធ9កើតខែចេសឆ្នាំអាសាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី4ខែមិថុនាឆ្នាំ2025